កូនចៅតតមើលនៅក្នុងសំណាក់នៃសាសនាព្រះសម្មាសម្ពុទ្ធព្រះសិអាមេត្រីចឹងអស់លោកអ្នកជាពុទ្ធបរិស័ទមហាបរិស័ទនៃការធ្វើបដិហារយៈទុកបីក្នុងសំណាក់សាសនាណាក៏ដោយព្រះសម្មាសម្ពុទ្ធបរមសាស្តាចារ្យព្រះសមណគោតមព្រះសិអាមេត្រីឬក៏តាំងពីពុទ្ធមេធុមេធិរៈទីតាំងកសរណង្ករអត្តបាមកខរហូតពុកសន្ធោបកោនិបកាសបោសភៈមនីជាដើមតែងតែធ្វើបដិហារយៈក្នុងសំណាក់សាសនាជាតិបំផុតដែលយើងត្រូវទូលថ្វាយគឺក្នុងសំណាក់សាសនាព្រះសិអាមេត្រីនិងព្រះសមណគោតមចុះបដិហារយៈរបស់ព្រះសមណគោតមនោះបដិហារយៈយ៉ាងម៉េចបដិហារយៈរបស់ព្រះសម្មាសម្ពុទ្ធព្រះសមណគោតមនេះដូចជាលោកធ្វើដំណើរទៅព្រះពុទ្ធមេដានៅក្នុងឋានសួគ៌អស់លោកអ្នកកូនចៅនឹងដឹងហើយទៅពេលដល់ឋានសួគ៌នឹងយើងនឹងបានសម្ដែងធម៌ទេសនាអំពីកិច្ចពុទ្ធកិច្ចផ្សេងនឹងថ្វាយអស់លោកអ្នកជាពុទ្ធបរិស័ទនិងមហាបរិស័ទចឹងសូមអនុមោទនាទាំងអស់គ្នាសូមអនុមោទនាអស់លោកអ្នកជាពុទ្ធបរិស័ទនិងមហាបរិស័ទទាំងអស់ពេលនេះគឺជាពេលធ្វើបដិហារយៈនេះយើងនឹងធ្វើដំណើរដើម្បីសាសនាក្នុងសំណាក់សាសនាព្រះសម្មាសម្ពុទ្ធព្រះសិអាមេត្រីបដិហារយៈនេះយើងអាចនិមន្តទៅក្នុងឋានចាតុមហារាជការយាមាននិងមេរតីព្រះនិមិត្តឋានកនិតព្រំបរោហិតាព្រំតុសិតាព្រំអញ្ចឹងពេលបដិហារយៈនេះកូនចៅនឹងអាចមានឧបនិស្ស័យក៏មើលឃើញទៅតែបិតានឹងឲ្យសម្លេងបិតាឮរហូតទូលថ្វាយអំពីនេះពីនោះដើម្បីឲ្យកូនចៅលោកតតដឹងថាក្នុងទីនេះជាកន្លែងនេះទីនោះជាកន្លែងនេះក្នុងសំណាក់សាសនាមុនអញ្ចឹងទៅណាលោកណាអញ្ចឹងក៏សូមអនុមោទនាយើងនឹងធ្វើបដិហារយៈអញ្ចឹងកូនចៅឃើញបិតាដែរបើសិនជាអត់ឃើញទេបិតានឹងយកដើមឈើនេះឲ្យកូនចៅឃើញថាបិតានឹងគង់នៅទីនឹងនៅឡើយទេណាលោកណាចឹងកូនចៅឃើញទេ